chương sắt lúcនឹងជួបព្រៃថ្មីណាស់ពួកវាទើបតែដើរកាត់ទីនេះមុននេះបន្តិចទេលាត់មកជើងមួយនោះស្រាប់តែឈប់ស៊ីភ្លាមវាបង្វិលក្បាលរបស់វាងាកឡើងមកសម្លឹងមើលត្រង់មកលើធ្នាក់ដើរស្រួចរួចបញ្ចេញសំឡេងស្រែកឡើងញ៉ាំស្រួចតោងសម្បកឈើឡើងអាម៉ៅរួចយកខ្សែកកថាចងកឲ្យអាម៉ៅរឿងនេះជារឿងពិតមួយបានកើតឡើងប្រហែលជាឆ្នាំ86ទៅលើព្រានព្រៃ2នាក់នៅក្នុងភូមិដាច់ស្រយាលមួយក្បែរជួរភ្នំក្រវាញដែលលាតសន្ធឹងជាប់ទៅនឹងភាគខាងជើងនៃប្រទេសជិតខាងក្នុងតំបន់អាស៊ានមានព្រានព្រៃ2នាក់ដែលអ្នកភូមិនរណាក៏ស្គាល់ឈ្មោះដែរអាខុំគាត់មានអាយុជាង60ឆ្នាំទៅហើយប៉ុន្តែភ្នែករបស់គាត់នៅតែវាងវៃដូចខ្លែងហើយកាយសម្បទានៅតែមាំមួនគាត់មិនមែនគ្រាន់តែជាព្រានព្រៃធម្មតានោះទេប៉ុន្តែជាគ្រូអាគមម្នាក់ដែលធ្លាប់បានរៀនសូត្រជាសាក់យ័ន្តការពារខ្លួននិងវិជ្ជាបើកភ្នែកព្រលឹងពីគ្រូខ្លាំងនៅតាមព្រំដែនគាត់ចូលព្រៃមិនដែលខកបំណងឡើយគឺតែងតែមកវិញជាមួយសត្វព្រៃជាច្រើនហើយរូបលោកតែងតែគោរពតំណមដើរព្រៃជ្រៅបានល្អណាស់អាម៉ៅត្រូវជាក្មួយបង្កើតរបស់តាខុំអាម៉ៅជាមនុស្សឈាមរាវមានចិត្តក្លាហានប៉ុន្តែពេលខ្លះចូលចិត្តអួតអាងនិងមិនសូវជាប្រុងប្រយ័ត្នគេទើបតែរៀនចូលព្រៃធំបាន2-3ឆ្នាំប៉ុណ្ណោះជាមួយនឹងតាខុំពេលល្ងាចថ្ងៃមួយអាម៉ៅបានដើរមកផ្ទះតាខុំទាំងទឹកមុខស្វាហាប់តាដឹងទេថាពួកអ្នកភូមិខាងជើងគេនិយាយថានៅជ្រលងភ្នំខ្មោចបច្ចុប្បន្នសម្បូរសត្វឆ្លុះនិងជ្រូកព្រៃច្រើនណាស់ពួកវាចុះមកផឹកទឹកអូរនៅទីនោះយើងមិនទៅសាកល្បងមើលតាខុំដែលកំពុងតែអង្គុយផឹកតែនៅលើគ្រែមុខផ្ទះគាត់បានងើបបុកមើលរួចនិយាយដោយសំឡេងធ្ងន់ថាអាម៉ៅជ្រលងភ្នំខ្មោចមិនមែនជាកន្លែងដែលត្រូវទៅលេងសើចឡើយទីនោះជាព្រៃក្រាស់សូម្បីតែព្រានជំនាន់មុនក៏មិនសូវមានអ្នកណាហ៊ានចូលព្រៃជ្រៅនោះដែរវាជាព្រៃលាក់មុខមានសភាវៈមិនល្អនៅទីនោះច្រើនណាស់អូយតាសម័យនេះទៅហើយតានៅតែខ្លាចខ្មោចព្រៃអរិយអ្នកតាទៀតអីកំភ្លើងនៅក្នុងដៃយើងសម្បកគ្រាប់យើងសូត្រគាថាពេញនឹងខ្លាចអីតាយ៉ាងទៀតម៉ែខ្ញុំកំពុងតែឈឺខ្ញុំត្រូវការលុយទិញថ្នាំឲ្យគាត់បើបាញ់បានសត្វឆ្លុះមួយក្បាលយកសាច់ទៅលូតប្រកាសជាបានប្រាក់ជាច្រើនឮក្មួយនិយាយរឿងម្ដាយឈឺតាខុំដកដង្ហើមធំគាត់ដឹងថាគាត់មិនឈ្នះចិត្តកតញ្ញូលាយឡំនឹងភាពរឹងរូសរបស់ក្មួយឡើយបើឯងចង់ទៅក៏ទៅចុះប៉ុន្តែត្រូវចាំចូលព្រៃជ្រៅភ្នែកត្រូវរហ័សមាត់ត្រូវងងឹតកុំនិយាយផ្ដេសផ្ដាសហើយបើឃើញអ្វីប្លែកហាមសួរហាមពិទៀនរឹកត្រលឹងស្រាងព្រានទាំងពីរនាក់បានរៀបចំស្បៀងអាវុធនិងគ្រឿងមន្តអាគមធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅបន្ទាប់ពីដើរកាត់ព្រៃអស់រយៈពេលពេញមួយថ្ងៃឆ្លងកាត់ទាំងទួលទាំងអូររហូតជិតដល់ព្រលប់ព
ពួកគេក៏បានមកដល់តំបន់ជ្រលងភ្នំខ្មោចនៅទីនោះមានសភាពស្ងាត់ជ្រងំខ្យល់បក់មកម្ដងត្រជាក់ដល់ឆ្អឹងខ្នងសំឡេងសត្វយំកោកគោកគួរឲ្យព្រឺកព្រួចនៅក្បែរមាត់អូរមួយតាឃុំបានអោនចុះទៅមើលដីរួចក៏លាន់មាត់ថាអាម៉ៅមកទីនេះជាដានជើងសត្វឆ្លុះនិងទ្រូព្រៃថ្មីណាស់ពួកវាទើបតែដើរកាត់ទីនេះមុននេះបន្តិចទេពិតមែនតាច្រើនណាស់ចុះដានជើងធំវែងមួយទៀតនេះជាដានជើងអ្វីទៅតាម្ដេចក៏មានតែម្ខាងដូចមនុស្សលោតអញ្ចឹងតាឃុំសម្លឹងមើលដានជើងវែងខុសប្រក្រតីដែលមានម្រាមធំហើយជាន់ជ្រៅទៅក្នុងដីតែម្ខាងគ្មានដានជើងគូឡើយមុខរបស់តាឃុំប្រែជាស្លេកបន្តិចប៉ុន្តែគាត់ប្រញាប់លាក់ទឹកមុខរួចខ្សឹបប្រាប់អាម៉ៅថាកុំសួរច្រើនរៀបចំធ្វើធ្នាក់លើដើមឈើធំនេះទៅយប់នេះយើងនឹងរងចាំប្រមាញ់សត្វនៅទីនេះព្រានទាំងពីរបាននាំគ្នាកាប់ឈើធ្វើជាធ្នាក់នៅលើដើមឈើចាស់មួយដើមយ៉ាងធំតែមានកម្ពស់ប្រហែលជា4ម៉ែត្រពីដីដែលអាចមើលឃើញទិដ្ឋភាពខាងក្រោមនិងដានជើងសត្វបានយ៉ាងច្បាស់ពេលរាត្រីឈានចូលមកដល់ព្រះច័ន្ទពេញបរមីរះថ្លាយ៉ាងត្រចះត្រចង់ប៉ុន្តែពន្លឺព្រះច័ន្ទមិនអាចចាំងធ្លុះស្លឹកឈើដ៏ក្រាស់នៃព្រៃទឹកដីជ្រលងភ្នំខ្មោចនោះឡើយខាងក្រោមដើមឈើមានសភាពងងឹតស្លុតប្រហែលជាម៉ោង9យប់សំឡេងស្លឹកឈើស្ងួតបន្លឺឡើងប្រឹបសត្វឆ្លុះធំមួយក្បាលបានដើរចូលមកដល់ក្បែរមាត់ទឹកអូរកន្លែងដែលមានដានជើងសត្វជាច្រើនអាម៉ៅដែលអង្គុយលើធ្នាក់បើកភ្នែកធំហើយលើកកំភ្លើងតម្រង់រួចកេះកាយភុងសំឡេងកំភ្លើងលាន់ឡើងកណ្ដាលព្រៃស្ងាត់ធ្វើឲ្យបក្សាបក្សីហើរឆោឡោសត្វឆ្លុះនោះត្រូវចំកន្លែងសំខាន់ដួលងាប់ភ្លាមនៅនឹងកន្លែងអាម៉ៅសប្បាយចិត្តខ្លាំងណាស់រៀបនឹងលោតចុះពីលើដើមឈើទៅយកសត្វប៉ុន្តែត្រូវតាឃុំចាប់ស្មាយ៉ាងជាប់កុំចុះទៅយប់ជ្រៅហើយទុកសត្វនៅទីនោះសិនចុះព្រឹកឡើងចាំទៅយកឈាមសត្វអាចទាក់ទាញសត្វសាហាវឬអ្វីផ្សេងមកសម្រាប់លើធ្នាក់នេះសិនទៅអាម៉ៅទោះបីជាមិនសូវអស់ចិត្តប៉ុន្តែត្រូវស្ដាប់តាមព្រានចាស់ពួកគេទាំងពីរនាក់ក៏អង្គុយផ្អែកខ្នងលើដើមឈើសម្រាប់ទាំងមិនលក់ស្រួលរហូតដល់វេលារំលងអធ្រាត្រម៉ោងប្រហែល2រំលងអធ្រាត្រស្រាប់តែមានខ្យល់បក់បោកមកយ៉ាងខ្លាំងដើមឈើយោរង្គើក្លិនឆ្អាបអាសោចនិងក្លិនស្អុយរលួយដូចសាកសពបានភាយឡើងមកដល់ចុងឈើសំឡេងដីរង្គើដូចមានអ្វីធ្ងន់ម្យ៉ាងលោតមកតាឃុំបើកភ្នែកធំភ្លាមចំណែកឯអាម៉ៅក៏ភ្ញាក់ព្រឺតពួកគេអើតមើលទៅខាងក្រោមក្រោមពន្លឺព្រះច័ន្ទស្រអាប់
ពួកគេបានឃើញសភាវៈរស់ម្យ៉ាងដែលមិនមែនជាមនុស្សហើយក៏មិនមែនជាសត្វវាមានរូបរាងខ្ពស់ស្រឡូងក្បាលរាងធំចម្លែកនៃធំឡើងក្រហមដូចរងើកភ្លើងអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺវាមានជើងតែម្ខាងគត់ជាជើងធំខុសប្រក្រតីហើយវាធ្វើដំណើរដោយលោតយ៉ាងលឿនវាគឺជាខ្មោចជើងមួយឬអ្នកខ្លះហៅថាក្បាកឬក៏ថ្លុកដែលជាខ្មោចព្រៃកាចសាហាវស៊ីឈាមស្រស់សាច់ស្រស់វាលោតមកដល់កន្លែងសាកសពសត្វឆ្លុះរួចក៏ទម្លាក់ខ្លួនចុះចាប់ហែកសាច់ឆ្លុះទាំងរូបស៊ីយ៉ាងសាហាវឃោឃៅសំឡេងវាកេះសាច់ឮខ្វាប់និងសំឡេងជញ្ជក់ឈាមលាន់ឮច្បាស់កណ្ដាលព្រៃពេលរាត្រីអាម៉ៅឃើញទិដ្ឋភាពនោះភ័យរន្ធត់រហូតដល់ញ័រដៃញ័រជើងគេមិនដែលឃើញសត្វចម្លែកបែបនេះឡើយក្នុងជីវិតណពេលដែលខ្មោចជើងមួយកំពុងតែស៊ីសាច់ឈាមជ្រូកយ៉ាងជក់ចិត្តអាម៉ៅដែលកំពុងតែញ័រខ្លាំងបានរំកិលខ្លួនថយក្រោយបន្តិចដោយអចេតនាជើងរបស់គេបានទៅទាត់ត្រូវកាំបិតស្នៀតដែលដាក់ក្បែរនោះធ្វើឲ្យវាធ្លាក់ចុះទៅខាងក្រោមសំឡេងនោះតូចទេប៉ុន្តែសម្រាប់ត្រចៀកខ្មោចព្រៃវាឮច្បាស់ដូចផ្គរលាត់ខ្មោចជើងមួយនោះស្រាប់តែឈប់ស៊ីភ្លាមវាបង្វិលក្បាលរបស់វាងាកឡើងមកសម្លឹងមើលត្រង់មកលើធ្នាក់ដើមឈើដែលព្រានទាំងពីរនាក់កំពុងស្នាក់នៅវាបង្ហាញធ្មេញស្រួចរួចបញ្ចេញសំឡេងស្រែកឡើងខ្មោចជើងមួយនោះក៏បានដឹងខ្លួនវាមិនត្រឹមតែមានតែមួយក្បាលទេស្រាប់តែនៅក្នុងព្រៃងងឹតលេចចេញភ្នែកក្រហមពីរគូទៀតលោតចេញមកព័ទ្ធជុំវិញគល់ឈើនោះតាពួកវាដឹងខ្លួនហើយវាឃើញយើងហើយតាជួយខ្ញុំផងអាម៉ៅស្ងាត់លើកកំភ្លើងឡើងបាញ់ការពារខ្លួនពួកវាដឹងខ្លួនហើយមិនអាចលាក់បានទៀតទេខ្មោចជើងមួយដែលជាមេគេបានលោតទង្គិចនឹងគល់ឈើលាន់ភឹបរង្គើដល់ធ្នាក់ចង់បាត់ពួកវាខ្លះព្យាយាមលោតឡើងមកលើដោយប្រើដៃវែងរញ៉ាំស្រួចតោងសម្បកឈើឡើងសភាពការកាន់តែអាសន្នតាខុំដកយកគ្រាប់កំភ្លើងអាគមមកដាក់ចូលក្នុងកំភ្លើងរួចសូត្របរិកម្មទៀតថាដាក់កំភ្លើងនោះអាម៉ៅបាញ់ក្បាលវាអាម៉ៅនិងតាខុំបាញ់សំដៅទៅខ្មោចដែលកំពុងតោងឡើងមកគ្រាប់កំភ្លើងធម្មតារបស់អាម៉ៅត្រូវចំខ្លួនវាតែវាគ្រាន់តែស្រែករួចលោតមកទៀតព្រោះស្បែករបស់វាក្រាស់បាញ់មិនមុតសោះប៉ុន្តែគ្រាប់កំភ្លើងអាគមរបស់តាខុំត្រូវចំស្មារបស់មេខ្មោចព្រៃធ្វើឲ្យវាមានផ្សែងហុយចេញមកដូចត្រូវទឹកអាស៊ីតវាធ្លាក់ចុះទឹកដីទាំងក្រហមប៉ុន្តែពួកវាមានគ្នាច្រើនពួកវាចាប់ផ្ដើមលោតតោងរួនធ្នាក់យ៉ាងខ្លាំងរហូតដល់ធ្នាក់ឈើដែលព្រានទាំងពីរអង្គុយលើចាប់ផ្ដើមបាក់ស្រុតតាធ្នាក់បាក់ហើយ
គ្មានផ្លូវជ្រើសរើសទេត្រូវតែចុះប្រយុទ្ធលើដីបើនៅលើនេះយើងគង់តែធ្លាក់ស្លាប់ដដែលនឹងតាខុំបានសូត្រគាថាព្រះពុទ្ធគុណការពារកាយរួចយកខ្សែកកថាចងកឲ្យអាម៉ៅបន្ទាប់មកព្រានទាំងពីរនាក់ក៏លោតចុះពីលើធ្នាក់មកលើដីចំកណ្ដាលវងពាត់របស់ខ្មោចជើងមួយទីលានប្រយុទ្ធដីសើមคล้ายជាសមរភូមិដ៏រន្ធត់ខ្មោចជើងមួយពីរក្បាលបានលោតសំដៅមករកអាម៉ៅបាញ់កំភ្លើងទីរួចតតាំងទាំងភ័យខ្លាចទោះជាយ៉ាងណាគេត្រូវបានប្រញាំដៃរបស់វាឆ្កូតចប់ដៃឈាមស្រោចចូលខ្លួនឃើញក្មួយប្រុសមានគ្រោះថ្នាក់តាខុំសូត្រគាថាខ្លាំងសំឡេងរបស់គាត់លាន់ឮពេញព្រៃដាក់លើកំភ្លើងរបស់គាត់ម្ដងទៀតរួចបាញ់តម្រង់ទៅលើមេខ្មោចជើងមួយចំក្បាលរបស់វាមេខ្មោចព្រៃស្រែកឡើងយ៉ាងឈឺចាប់រូបរាងរបស់វាចាប់ផ្ដើមរលាយคล้ายជាផ្សែងខ្មៅរួចរលាយរូបបាត់ទៅឃើញមេរបស់វាត្រូវកំចាយពួកខ្មោចជើងមួយពីរក្បាលទៀតដែលនៅសេសសល់ចាប់ដើមភ័យខ្លាចពួកវាបន្លឺសំឡេងលូដូចជាឆ្កែរួចលោតថយក្រោយចូលទៅក្នុងព្រៃងងឹតបាត់ស្រមោលសូនឈឹងទៅព្រៃទាំងមូលត្រឡប់មករកភាពស្ងប់ស្ងាត់វិញខ្យល់អាកាសអ៊ូអាប់កាលពីយប់បានរលាយបាត់ទៅជំនួសមកវិញនៅពន្លឺព្រះអាទិត្យពណ៌មាសនៃថ្ងៃថ្មីដែលកំពុងរះឡើងអាម៉ៅដួលសន្លប់ទាំងហត់នឿយនិងភ័យខ្លាចដោយមានរបួសនៅលើដៃតាខុំបានប្រមូលស្លឹកឈើឱសថក្នុងព្រៃមកបុកកិនរួចសូត្រគាថាបិទរបួសឲ្យក្មួយប្រុសបន្តិចក្រោយមកអាម៉ៅក៏ដឹងខ្លួនឡើងគេសម្លឹងមើលជុំវិញខ្លួនឃើញសាកសពសត្វឆ្លុះដែលសល់តែឆ្អឹងនិងក្បាលរួចគេសម្លឹងមើលតាខុំទាំងទឹកភ្នែកហូរទៀតទាំងពីរនាក់បាននាំគ្នាដើរចេញពីជ្រលងភ្នំខ្មោចបន្សល់ទុកនៅរឿងរ៉ាវដ៏គួរឲ្យរន្ធត់កណ្ដាលព្រៃជ្រៅដែលคล้ายជាប្រវត្តិសាស្ត្រពិតមួយប្រាប់ដល់កូនចៅជំនាន់ក្រោយថាចូលព្រៃកុំប្រមាថហើយរឿងនេះដែរក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមគោរពអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនារឿងនេះរហូតដល់ចប់និងតែងតែគាំទ្ររឿងរបស់ខ្ញុំបាទរឿងរបស់ Channel និទានរឿងព្រេងនេះគឺផលិតដោយកូនខ្មែរសុទ្ធសាធហើយបើមានពាក្យសម្ដីខុសឆ្គងឬការផលិតរឿងមិនទាន់បានល្អសូមបងប្អូនអធិស្ឋានផងចុះខ្ញុំសង្ឃឹមថាបងប្អូនជួយគាំទ្រ Channel នេះបន្តទៀតសូមអរគុណ